នេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀប add wizard នៅក្នុង VB ឥឡូវនេះយើងបើកកម្មវិធី VB មកហើយនេះគឺជា form ដែលខ្ញុំបានសរសេររួចហើយបន្ទាប់មកហើយនេះគឺជា form VB ហើយនេះគឺជា form របស់ SQL ណា form diagram របស់ SQL ឥឡូវយើងក្រឡេកទៅមើល VB វិញតែម្ដងនេះចូល data source ហើយយើង add new data next data set តមកយើង next which data connection so your application used to connect ទៅ databaseយើងចូលពាក្យ new connectតមកយើងយកពាក្យ project add new data source next Excel យកសារហើយយក password trong server name យើងយក localhost នេះជា select ទៅលើ database យើង database ឈ្មោះអីនេះឈ្មោះនេះយើង select test connect successful okay
table យើងអាចជ្រើសរើសយក data grid យើងអាចទាញ table នៅក្នុង data set នេះយើងត្រូវកំណត់ data type វា user gender ID យើងត្រូវកំណត់ដាក់ជា combo box user date of birth យើងត្រូវដាក់ data picker នេះយើងត្រូវ text ទៅលើ data picker ព្រោះវាជាថ្ងៃខែឆ្នាំកំណើតទីកន្លែងកំណើតអត់ទេ tail អត់ address អត់ name អត់ password អត់ level យើងអាចដាក់វាជា combo box level យើងអាចដាក់វាជា combo box អូខេឥឡូវយើងអស់ហើយយើងចាប់ដើមទាញ data set នឹងចូលតែម្ដងទាញយើង text លើវាយើងយកពាក្យ detail យើងទាញវាចូល detail វាមានរូបរាងបែបនេះ តោះមកយើងយកវាដាច់ជាប្រភេទ data grid ដែលមានរូបរាងជាតារាងហើយយើងអូសទាញវាចូល
data grid មានរូបរាងបែបនេះជា table បាទឥឡូវនេះវីដេអូនេះសូមបញ្ចប់ត្រឹមតែនេះនៅមានវគ្គបន្តទៀតសូមតាមដានទាំងអស់គ្នាសូមកុំភ្លេច search ក្នុង YouTube ហើយវាយឈ្មោះ Sweet វានឹងមានវីដេអូមានវគ្គបន្ត